ចំណាយពេលមួយថ្ងៃស្នាក់នៅក៏ដូចជាគេនៅលើកោះស្ដេចរឿងដំបូងដែលទៅដល់កំពង់ផែគឺយើងត្រូវរត់ទូកដែលយើងបាន booking ហ្នឹងជិះឆ្លងទៅត្រៃម្ខាងតិចហើយសម្រាប់តម្លៃទូកឆ្លងទៅកោះស្ដេចឃើញថាសមរម្យមែនតើទាំងទៅទាំងមកចំណាយត្រឹមតែម្នាក់ 20000 រៀលឃើញថាលើពួកខ្ញុំបានជិះមកដល់កន្លែងដែលខ្ញុំគេងហើយកន្លែងដែលខ្ញុំគេងគឺមានឈ្មោះថាផ្ទះលំហែមានលៀបនៅលើភូមិកោះស្ដេចហ្មងហើយនេះបរិយាកាសនៅកន្លែងគេងរបស់គាត់ចឹងណាអានេះគឺក្នុងបន្ទប់គេងដែលគាត់បានរៀបចំថ្មីចឹងប៉ុន្តែបន្ទប់ចាស់ខ្ញុំអត់បានថតនៅក្នុងបន្ទប់ពេលខ្ញុំភ្លេចបន្ទប់ថ្មីនេះមានលក្ខណៈស្អាតមានប្អួចមានទ្វារយើងបើកទៅឃើញសមុទ្រឃើញផ្ទះអ្នកស្រុកនៅភូមិជាប់នឹងអញ្ចឹងណាអានេះខាងមុខគាត់មានតុមានកៅអីអាចឲ្យយើងអង្គុយញ៉ាំបាយឬក៏យើងយប់ឡើងយើងអាចញ៉ាំសាច់ញ៉ាំអីអាំងបាននិយាយទៅអាចខ្ជិះសម្ភារៈគាត់ប្រើប្រាស់បានអញ្ចឹងណាហើយកាលនេះមានទូកមានអីបើជាពលរដ្ឋដែលគាត់ធ្វើការនេសាទអញ្ចឹងទៅហើយបរិយាកាសជុំវិញហ្នឹងឃើញថាស្អាតមែនទែនបន្ទាប់ពីខ្ញុំ check in ហើយគឺថាទៅដើររោជួរកង់អាគុយដើម្បីជិះទៅលេងឆ្នេរខ្សាច់នៅជិតកោះអភិជនសម្រាប់មធ្យោបាយក្នុងការធ្វើដំណើរនៅកោះស្ដេចភាគច្រើនឃើញសេវាកម្មរបស់អ្នកស្រុកអ្នកភូមិនៅលើហ្នឹងគឺគេជួលកង់អាគុយហើយកង់អាគុយគេជួលគឺក្នុង1ម៉ោង 10000 រៀលកាត់មកដល់ខាងឆ្នេរខ្សាច់វិញឃើញថាឆ្នេរខ្សាច់ស្អាតមែនទេឡើងសស្តៀងនៅកោះរ៉ុងសឡឹមដូចគ្នាដែរស្អាតហ្មងនេះ resort ដែលគេតំអាប់តែ resort ធំគឺស្អាតហើយខ្ញុំបាទនិយាយតើអ្នកទាំងអស់គ្នាបានមើលឃើញជាស្ដែងមិនដឹងថាបរិយាកាសនៅកោះស្ដេចនេះបែបម៉េចបរិយាកាសវាស្ងប់ស្ងាត់ល្អដែលយើងមកដល់កន្លែងឆ្នេរដល់ resort អីចឹងស្អាតប្លែកហ្មងហើយនេះកន្លែងកំពង់ផែរបស់គេអូខេចង់សួរថានៅពេញម៉ោងប៉ុន្មានហើយឥឡូវនៅលើកោះស្ដេចម៉ោង 4:40 នាទីហើយនៅលើកោះស្ដេចល្ងាចហើយចង់សួរអ្នកពេញថាឥឡូវនៅពេញម៉ោងប៉ុន្មានហើយអូខេ